រឿងភាគកូរ៉េថ្មីដែលកំពុងពេញនិយមនៅឆ្នាំ2025នេះនិយាយអំពីនិស្សិតស្រីអាតកំបាំងដែលត្រូវបានសាបសូន្យបើអ្នកចូលចិត្តនាងនោះអ្នកនឹងនៅជិតស្លាប់រឿងនេះត្រូវបានដកស្រង់ពីតុកតាដែលមានឈ្មោះថាចូលចិត្តនាងនោះអ្នកនឹងនៅជិតស្លាប់ដូចជាករណីនៃបុរសម្នាក់នេះនៅថ្ងៃភ្លៀងមួយនាងបានចិត្តល្អយកឆាត់ជួយគេទៅផ្ទះវិញប៉ុន្តែចុងក្រោយគេត្រូវបានគោបាញ់នៅលើផ្លូវត្រឡប់មកវិញតើអ្នកដឹងទេថាអ្នកត្រូវគោបាញ់ស្លាប់មានប្រទេសទៀតជាងឈ្នះឆ្នោតទៀតតើនាងពិតជាមានអ្វីអាក្រក់មែនទេតែតាមពិតទៅតាមចំណុចមួយគឺមិនជឿទេដើម្បីបកស្រាយរឿងនេះដោយវិទ្យាសាស្ត្រគេបានក្លាយជាអ្នកស្រាវជ្រាវទិន្នន័យហើយក្នុងរយៈពេលមិនដល់1នាទីគេអាចប្រើសមត្ថភាពចាប់យកទិន្នន័យរបស់ខ្លួនដើម្បីមើលឃើញព័ត៌មានអំពីមុខរបរនិងចំណូលចិត្តរបស់មនុស្សនៅជុំវិញនេះគឺជារឿងមិនគួរឲ្យជឿណាស់ឧទាហរណ៍បុរសម្នាក់ដែលអង្គុយនៅលើតុល្បែងនេះគឺជាមនុស្សធម្មតាដែលធ្វើការក្នុងការិយាល័យហើយទើបតែចាញ់លុយចំនួនមួយធំដល់ថ្នាក់ដែលគេមិនចង់ចូលទៅកាស៊ីណូវិញតែតាមពិតទៅតាមចំណុចមួយគឺបានប្រើកលល្បិចតិចតួចដោយឲ្យបុគ្គលិកនៅក្បែរនាំគេទៅញ៉ាំអាហារដែលឥតគិតថ្លៃហើយផ្ដល់សម្បត្តិស្នាក់នៅសន្តាគារដែលគេថាផ្ដល់ជូនអតិថិជន VIP មួយដើម្បីរក្សាគេនៅក្នុងកាស៊ីណូហើយឲ្យគេចង់ត្រឡប់ទៅលេងល្បែងវិញឃើញស្ថានភាពនេះអ្នកគ្រប់គ្រងកាស៊ីណូមានទស្សនៈល្អចំពោះតុងចិនហើយសូម្បីតែចង់ចំណាយលុយដើម្បីវិនិយោគក្នុងក្រុមហ៊ុនដែលតុងចិនស្ថិតនៅប៉ុន្តែតុងចិនគឺជាមនុស្សម្នាក់ដែលមិនសូវយកចិត្តទុកដាក់ទោះបីជាម្ចាស់កាស៊ីណូសួរថាគេលេងកីឡាវីកូនគោឬវីកូនបាល់តេននេះបានឬអត់គេក៏មិនយកចិត្តទុកដាក់នោះទេគេថាខ្លួនគ្មានទេពកោសល្យក្នុងវិស័យនេះទេគ្រាន់តែចូលចិត្តអានសៀវភៅនៅក្នុងបន្ទប់ហើយធ្វើការវិភាគទិន្នន័យបន្តិចបន្តួចប៉ុន្តែបន្ទាប់ពីប៉ុន្មានអ្នកដែលមានទេពកោសល្យពិតប្រាកដបានបញ្ជូនម្ចាស់កាស៊ីណូទៅតុងចិនក៏ត្រៀមខ្លួនបើកឡានត្រឡប់ទៅផ្ទះវិញតើនរណាដឹងថារថយន្តរបស់គេត្រូវបានគេបំផ្លាញយ៉ាងខ្លាំងតុងចិនភ្ញាក់ផ្អើលហើយភ្លាមបានហៅទូរស័ព្ទទៅប៉ូលីសក៏បានរកឃើញអ្នកជាប់ចោទសង្ស័យតាមកាមេរ៉ាថតវីដេអូក្នុងឡានហើយបានបញ្ជាក់ថាបន្ទាប់ពីបានបញ្ជាក់ពីម្ចាស់ឡានហើយទើបគេបានបំផ្លាញឡាននេះបង្ហាញថាមនុស្សនោះច្បាស់ជាមានអ្វីមិនស្រួលចិត្តជាមួយតុងចិនប៉ុន្តែបញ្ហាគឺថាតុងចិនមិនស្គាល់មនុស្សនោះទេនេះគឺជារឿងចម្លែកមួយប៉ូលីសដែលទទួលបន្ទុកបានសម្រេចចិត្តកត់ត្រាព័ត៌មានដែលពាក់ព័ន្ធនឹងតុងចិនជាមុនសិនហើយបើកសំណុំរឿងសម្រាប់គាត់ឯគ្មាននរណាដឹងថាខណៈពេលពួកគេកំពុងកត់ត្រាព័ត៌មានបានពាក់កណ្ដាលស្រាប់តែមានឈុតទ្វារដ៏គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងពីក្រោយពួកគេតាក់ទាញអារម្មណ៍របស់តុងចិនបន្ទាប់ពីសង្កេតមើលគាត់ឃើញថាមនុស្សទាំងពីរនោះមិនចង់ធ្វើឲ្យរឿងនេះធំឡើងទេហើយពួកគេដូចជាមានទំនាក់ទំនងគ្រួសារភស្តុតាងគឺស្មារបស់คล้ายៗនឹងស្រោមជើងរបស់មានស្នាមទឹកដូចគ្នាពីប្រតិកម្មគីមីច្បាស់មកពីទឹកលាងសម្លៀកបំពាក់ប្រភេទតែមួយមានស្ត្រីម្នាក់កំពុងអោបឆ្កែទូចពណ៌ស្មុកដល់ហើយបានបន្ទីថាខ្លួននាងមកដើម្បីយកកូនប្រុសទាំងពីរដែលមិនចេះអីទាំងនេះទៅផ្ទះវិញសកម្មភាពដ៏អស្ចារ្យមួយនេះក៏បានធ្វើឲ្យមេប៉ូលីសដែលនៅក្បែរមើលឃើញតុងចិនយ៉ាងកោតសរសើរហើយបាននិយាយថាខ្លួននឹងព្យាយាមស៊ើបអង្កេតឲ្យបានច្បាស់ថានរណាដែលបានបុករថយន្តរបស់គាត់តុងចិនមានការដឹងគុណយ៉ាងខ្លាំងប៉ុន្តែការនេះក៏បានធ្វើឲ្យគាត់ខកខានការជួបជុំជាមួយមិត្តភ័ក្តិជាច្រើនសំណាងល្អដែលមិត្តភ័ក្តិជាប៉ូលីសរបស់គាត់ក៏មានការងារយ៉ាងច្រើនដូចគ្នាដូច្នេះពួកគេបានសម្រេចថានឹងជួបគ្នាលើកក្រោយវិញតុងចិនបានញ៉ាំអ្វីមួយហើយត្រៀមខ្លួនឡើងរថភ្លើងក្រំដីទៅផ្ទះវិញតែគ្មាននរណាដឹងថាទើបតែឡើងរថយន្តគាត់បានឮឈ្មោះមួយដែលគាត់ស្គាល់អ្វីដែលបានទិញតុងចិនបានមើលទៅដោយមិនដឹងខ្លួនហើយឃើញស្ត្រីម្នាក់កំពុងត្រូវបានបុរសស្រវឹងសារភាពស្រឡាញ់គួរឲ្យភ្ញាក់ផ្អើលណាស់នាងគឺជាមិត្តរួមថ្នាក់ចាស់របស់គាត់ឈ្មោះប៊ូមីចិននៅពេលនោះតុងចិនមិនអាចជឿភ្នែករបស់គាត់បានទេហើយក្នុងចិត្តគាត់មានអារម្មណ៍រីករាយយ៉ាងខ្លាំងដែលមិនអាចទប់ទល់បាននាងគឺជាស្ត្រីដែលគាត់ធ្លាប់ស្រឡាញ់តែគួរឲ្យសោកស្ដាយនៅពេលនោះគាត់មិនហ៊ាននិយាយអារម្មណ៍របស់គាត់ចេញមកទេនៅក្នុងសាលាមានពាក្យចាំអារាមជាច្រើនអំពីមីចិនដែលរួមមានប៉ុន្តែមិនកំណត់ត្រឹមតែនេះទេមានបុរសម្នាក់បាននាំនាងទៅផ្ទះនៅថ្ងៃភ្លៀងហើយបន្ទាប់មកត្រូវបានគោបាញ់ស្លាប់មានបុរសម្នាក់បានសារភាពស្រឡាញ់នាងនៅក្នុងព្រះវិហារហើយត្រូវបានឃ្មុំខ្លាខំដូច្នេះនាងបានទទួលឈ្មោះថាជាមុនស្នេហ៍តែដងចិនមិនជឿពាក្យនេះទេគាត់គិតថាវាជាការប្រកាន់ខុសគ្នាដាច់ខាតដូចជាមានចោរលួចកាដូទឹកកកម្នាក់បានចូលទៅក្នុងហាងលក់ទំនិញហើយហូយីងដែលជាអ្នកចូលចិត្តទឹកកកខ្លាំងណាស់តែងតែស្ថិតនៅក្នុងហាងលក់ទំនិញនៅពេលសម្រាប់តើហូយីងគឺជាចោរលួចទឹកកកនោះមែនទេមនុស្សទាំងអស់គ្នាគិតថាវាមានហេតុផលប៉ុន្តែបន្ទាប់មកមិនយូរប៉ុន្មានសាលាបានរៀបចំឲ្យមនុស្សទាំងអស់គ្នាទៅដំណើរកម្សាន្តនៅជីក្រុងហើយគួរឲ្យភ្ញាក់ផ្អើលមានបុរសម្នាក់ទៀតបានរងរបួសដងចិនបានរកឃើញថាមេចិនដែលបានដឹងពីរឿងនេះមានអារម្មណ៍ដូចជាត្រូវបានភ័យខ្លាចគ្រប់គ្រងហើយរាងកាយរបស់នាងកំពុងតែរន្ធត់បន្ទាប់ពីព្រឹត្តិការណ៍នេះកាលៈទេសៈដែលមេចិននៅឯងបានបន្ថយយ៉ាងច្បាស់ហើយពេលញ៉ាំបាយនាងតែឯងតែប៉ុណ្ណោះដោយលាក់ខ្លួននៅមុខឃ្លាំងហើយញ៉ាំយ៉ាងស្ងៀមស្ងាត់ដងចិនមានអារម្មណ៍សោកស្ដាយខ្លាំងណាស់ដូច្នេះពេលដែលគាត់ឃើញមេចិនត្រូវញ៉ាំបាយហើយត្រូវប្រើដៃបាំងព្រះអាទិត្យគាត់បានត្រឡប់ទៅផ្ទះភ្លាមដើម្បីជួយម្ដាយរបស់គាត់រៀបចំទំនិញផ្សេងនៅក្នុងហាងលក់ទំនិញគោលបំណងគឺសង្ឃឹមថាម្ដាយរបស់គាត់អាចឧបត្ថម្ភលុយបន្តិចដើម្បីដាក់តង់បាំងព្រះអាទិត្យនៅក្បែរឃ្លាំងដោយមានហេតុផលថានាងតែងតែទៅសម្រាកនៅទីនោះបន្ទាប់ពីការជួសជុលបញ្ចប់ប៉ុន្តែព្រះអាទិត្យខ្លាំងពេកមនុស្សទាំងអស់និយាយថាវាអាចមានហានិភ័យនៃជំងឺមហារីកស្បែកមនុស្សទាំងនោះខ្ញុំបានធ្វើឲ្យពួកគេមិនអាចរស់បាន
ម្ដាយរបស់ដងចិនខឹងខ្លាំងណាស់ប៉ុន្តែគ្រូសាមានតែដងចិនម្នាក់ប៉ុណ្ណោះជាចុងក្រោយនាងក៏ពេញចិត្តគប់គ្រាន់សម្រាប់បំពេញបំណងរបស់គាត់ប៉ុន្តែគ្រូថ្នាក់គឺកូនប្រុសដ៏ស្រឡាញ់របស់គាត់មានគំនិតតែមួយគត់គឺថាបន្ទាប់មកមីចិននឹងមិនត្រូវបានពលឺថ្ងៃរំខានទៀតទេទោះជាយ៉ាងណាស្ថានភាពល្អនេះមិនបានយូរឡើយនៅខែមីនាឆ្នាំក្រោយដែលគ្រាន់តែបានឡើងថ្នាក់ទី3វិញមានសិស្សប្រុសម្នាក់ទៀតបានស្លាប់មុនពេលកើតហេតុមានមនុស្សម្នាក់បានឃើញគាត់និយាយជាមួយមីចិនដូច្នេះពាក្យចាំអារម្មណ៍កាន់តែខ្លាំងឡើងហើយនៅលើកាលអីវែងដែលមីចិនចូលចិត្តអង្គុយមានការកាត់សរសេរពាក្យដែលបង្ហាញពីការប្រមាថដល់គាត់នេះមិនខុសអ្វីពីការប្រឆាំងដ៏ធំមួយសម្រាប់មីចិនទីបំផុតនាងបានសម្រេចចិត្តបោះបង់ការសិក្សានៅពេលនាងចាក់ចេញអ៊ីស្តុងចិនកំពុងរៀននៅថ្នាក់ហើយគាត់គ្រាន់តែចង់ទៅលួងលោមមីចិនបន្ទាប់ពីចប់ម៉ោងរៀនប៉ុន្តែសូរស័ព្ទចប់ម៉ោងរៀនមិនទាន់នឹងឮផងមីចិនបានទៅឆ្ងាយហើយគាត់បានធ្វើដូច្នេះរហូតដល់ចុងក្រោយគាត់ក៏មិនបាននិយាយពាក្យណាមួយជាមួយនារីដែលគាត់ចូលចិត្តដើម្បីប្រាប់នាងថាគាត់មានឈ្មោះថាលីអ៊ីស្តុងចិនត្រឡប់មកបច្ចុប្បន្នអ៊ីស្តុងចិនមិនចង់ឲ្យខកខាននារីដែលគាត់ស្រឡាញ់ម្ដងទៀតគាត់តាមជើងមីចិនចិត្តស្និទ្ធហើយដើរចេញពីស្ថានីយ៍រថភ្លើងក្រោមដីប៉ុន្តែគាត់ក៏មិនដឹងថាខ្លួនអាចនិយាយអ្វីជាមួយមីចិនបានព្រោះមីចិនមិនស្គាល់គាត់ទេភ្លាមនេះមីចិនសង្កេតឃើញថាមាននរណាម្នាក់កំពុងតាមដានខ្លួនអ៊ីស្តុងចិនលាក់ខ្លួនទៅចំហៀងដោយមិនដឹងខ្លួននៅពេលដែលគាត់លេចមុខគាត់បានបាត់បង់ដានមីចិននេះធ្វើឲ្យអ៊ីស្តុងចិនមានអារម្មណ៍ខកចិត្តខ្លាំងហើយចាប់ផ្ដើមដើរដោយគ្មានគោលដៅចុងក្រោយគាត់បានជួបមីចិនម្ដងទៀតគាត់កំពុងបំពេញឲ្យកូនឆ្មាតូចពីរដួងហើយនិយាយថាខ្លួនធ្វើដូចម្ដេចដើម្បីមិនជួបមុខនរណាម្នាក់ហើយរស់នៅដោយសុខសាន្តគាត់ពិតជាធុញទ្រាន់ណាស់ពេលបានឮពាក្យនេះអ៊ីស្តុងចិនមានអារម្មណ៍សោកស្ដាយណាស់ព្រោះជីវិតរបស់មីចិនពិតជាលំបាកណាស់ដើម្បីជៀសវាងការផ្អើលមីចិនគាត់គ្រាន់តែហ៊ានដើរតាមពីចម្ងាយដើម្បីការពារមីចិនឲ្យទៅដល់ផ្ទះវិញប៉ុន្តែគាត់មិនបានគិតថានៅថ្ងៃបន្ទាប់ពេលដែលគាត់ទៅស្វែងរកបុរសដែលសារភាពស្នេហ៍នៅក្នុងរថភ្លើងក្រោមដីនោះវីដេអូមួយបានលេចឡើងនៅលើអ៊ីនធឺណិតបង្ហាញថាមីចិនបានចាក់ចេញមិនយូរប៉ុន្មានបុរសនោះបានចាប់ដៃលើបេះដូងរបស់គាត់ហើយដួលនៅលើដីហើយបានស្លាប់ដោយគ្មានការព្យាបាលនេះបានធ្វើឲ្យអ៊ីស្តុងចិនភ្ញាក់ផ្អើលខ្លាំងណាស់បន្ទាប់មកគាត់បានចុះកិច្ចព្រមព្រៀងជាមួយមិត្តភ័ក្តិដើម្បីញ៉ាំបាយហើយមិនអាចទប់ទល់បាននឹងសួរគាត់ថាតើនៅលើពិភពលោកនេះមានមនុស្សចម្លែកមួយចំនួនដែលពេលណាក៏ត្រូវទៅមើលការប្រកួតផ្ទាល់ក្រុមដែលគាត់គ្រប់គ្រងតែងតែចាញ់ជានិច្ចមើលម៉ោងពេលណាក៏តែងតែឃើញម៉ោង4:44ដូចជាត្រូវបានអ្វីមួយសាបសូន្យចុងហោស្ដាប់ហើយមានអារម្មណ៍ច្របូកច្របល់ខណៈដែលអ៊ីស្តុងចិនចង់ដឹងថាប្រសិនបើមាននរណាម្នាក់ត្រូវបានគ្រោះថ្នាក់ដោយច្បាប់ស្លាប់ដូចជាការសាបសូន្យតើវាមិនមែនជាការស្វែងរកច្បាប់នេះហើយអាចជួយនរណាម្នាក់ពីការសាបសូន្យបានទេនៅកន្លែងនោះវាពិតជាលំបាកណាស់ក្នុងការផ្ដល់ចម្លើយច្បាស់លាស់សំណួរថាតើមនុស្សម្នាក់អាចទិញសេងបានទេយ៉ាងហោចណាស់មីសិនខ្លួនឯងមិនអាចផ្ដល់ចម្លើយបានទេដូច្នេះអ្វីដែលនាងអាចធ្វើបានគឺនៅផ្ទះឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីជៀសវាងបង្កបញ្ហាដល់អ្នកដទៃយ៉ាងណាមិញការនាងនៅក្មេងរឿងចម្លែកគ្រប់បែបយ៉ាងកាត់ឡើងជាញឹកញាប់នៅជុំវិញខ្លួនក្មេងប្រុសម្នាក់ដោយចិត្តណាកាត់កៅស៊ូដើម្បីតាក់ទាញចំណាប់អារម្មណ៍នាងលទ្ធផលគឺនៅវិនាទីបន្ទាប់គាត់បានធ្លាក់ចូលទៅក្នុងរន្ធដែលកំពុងសាងសង់មានមនុស្សម្នាក់បានផ្ដល់អំពើឲ្យគាត់មុនថ្ងៃបុណ្យស្នេហ៍ពណ៌ប៉ុន្តែពេលដែលគាត់ត្រៀមជិះកង់ចេញទៅវិញគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដំបូងគាត់គិតថាវាគ្រាន់តែជាដំណើរមួយប៉ុណ្ណោះប៉ុន្តែបន្ទាប់មកគាត់ទើបតែមានទំនាក់ទំនងល្អជាមួយបងប្អូនម្នាក់ហើយបានកំណត់គោលដៅក្នុងការប្រឡងចូលសាកលវិទ្យាល័យដូចគ្នាមិនយូរប៉ុន្មានបងប្អូននោះបានត្រូវឃ្មុំក្បាលខ្លាឆក់រហូតដល់ត្រូវចូលមន្ទីរពេទ្យនៅរដូវរមាត្រូវដឹងថានៅរដូវរមាការជួបឃ្មុំក្បាលខ្លាឆក់មិនមែនជារឿងងាយស្រួលនោះទេដូច្នេះមីចិនក៏ចាប់ផ្ដើមសង្ស័យថាតើខ្លួននឹងនាំមកនៅអបអង្គរអ្នកដទៃទេមនុស្សដទៃបានចង់ចោទប្រកាន់ពីរឿងបងប្អូនរងរបួសហើយសួរថាតើគាត់ជាអ្នកធ្វើឲ្យបងប្អូនរងរបួសឬទេគាត់ក៏មិនមានទំនុកចិត្តក្នុងការពារខ្លួនដែរសំណាងល្អដែលមានក្មេងប្រុសឈ្មោះជុងហ្វាន់បានឈរជើងមកមុខហើយបានបញ្ឈប់អ្នកចង់និយាយអាក្រក់គាត់ក៏បានដាក់ដបទឹកដោះគូស្ទើរមួយលើទោសរបស់មីចិនផ្ទាល់ផងអ្នកនេះពិតជាសង្ហាមែនសិស្សប្រុសនៅក្បែរបានលេងអាចទប់ទល់បានហើយបានលើកកម្រាមដៃបង្ហាញការសរសើរគាត់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពាក្យដែលប៉ះពាល់ចិត្តនោះនៅតែបានទុកស្នាមនៅក្នុងចិត្តរបស់មីចិនមិនយូរប៉ុន្មានទិវាកំណើតរបស់មីចិនបានមកដល់រាល់ឆ្នាំនៅថ្ងៃនេះឪពុករបស់នាងតែងតែប្រារព្ធទិវានេះឲ្យនាងយ៉ាងល្អប៉ុន្តែម្ដាយរបស់នាងបានស្លាប់ពេលសម្រាលកូនដូច្នេះទិវាកំណើតរបស់នាងគឺជាទិវាសោយទីវង្គតរបស់ម្ដាយនាងផងដែររាល់ឆ្នាំនៅថ្ងៃនេះមីចិនតែងតែពិបាកក្នុងការមានអារម្មណ៍រីករាយដូច្នេះឪពុករបស់នាងតែងតែព្យាយាមឲ្យនាងមានមិត្តភ័ក្តិច្រើនតែអកុសលមីចិននៅមិនទាន់បានឈានដល់ជំហាននោះទេនៅក្នុងសាលាបានកើតមានហេតុការណ៍អាហារបំពុលដែលមានតែថ្នាក់របស់មីចិនប៉ុណ្ណោះមានសិស្សប្រុសចំនួន12នាក់បានឆ្លងជំងឺនេះប៉ុន្តែសិស្សស្រីមិនមាននរណាម្នាក់ឆ្លងទេដូច្នេះមនុស្សទាំងអស់បានបង្វែរទស្សនៈទៅលើមីចិនវិញគិតថានាងប្រហែលជាមានអ្វីមួយដែលពិបាកពន្យល់បានមីចិនក៏មិនដឹងថាត្រូវនិយាយអ្វីដែរដូច្នេះនាងបានចាប់ផ្ដើមរស់នៅតែម្នាក់ឯងតែអកុសលពេលចេញពីសាលាមានភ្លៀងធ្លាក់ខ្លាំងមួយបានធ្លាក់មកមីចិនគ្រាន់តែចង់រងចាំឲ្យភ្លៀងឈប់មុននឹងត្រឡប់ទៅផ្ទះប៉ុន្តែចុងក្រោយចុងហ្វាន់បានស្ម័គ្រចិត្តជួយនិយាយថាខ្លួនអាចនឹងជូននាងទៅផ្ទះបានព្រោះផ្ទះរបស់ពួកគេនៅទីដៅដូចគ្នាមីចិនបានជឿតាមប៉ុន្តែពេលចិត្តដល់ផ្ទះរបស់នាងចុងហ្វាន់បាននិយាយថាផ្ទះរបស់ខ្លួនពិតប្រាកដនៅទីដែលផ្ទុយពីផ្ទះរបស់មីចិនគេបានស្ម័គ្រចិត្តជូនមីចិនទៅផ្ទះព្រោះគេចូលចិត្តមីចិនដូចជាសិស្សនៅក្នុងថ្នាក់នោះដដែលមីចិនភ្ញាក់ផ្អើលហើយតែឥឡូវនេះបានដឹងថាសិស្សប្រុស12នាក់ដែលមានជំងឺពុលអាហារនោះបានប្រមូលផ្ដុំគ្នាមុនពេលកើតហេតុនាងនិយាយថាខ្លួនឯងស្រស់ស្អាតហើយការសិក្សាក៏ល្អផងដែរអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតគឺបន្ទាប់ពីចុងហ្វាន់ទើបតែសារភាពស្រឡាញ់នាងគាត់ត្រូវបានបាញ់ស្លាប់
នេះធ្វើឲ្យមីចិនភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលមិត្តភ័ក្តិទាំងអស់បានប្រមូលផ្ដុំគ្នាដើម្បីរំលែកទុក្ខចុងហ្វាននាងក៏មានអារម្មណ៍សោកស្ដាយខ្លាំងដែរគ្រប់គ្រាន់នឹងគិតថាបើថ្ងៃនោះចុងហ្វានមិនបានទៅផ្ទះជាមួយគាត់តើអាចជាគាត់មិនត្រូវស្លាប់ទេមីចិនគិតទៅកាន់តែមានអារម្មណ៍ខកចិត្តការនិយាយប្រចាំថ្ងៃក៏កាន់តែតិចទៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកនៅលើក៏មិនបានលើកលែងនាងទេពួកគេបានផ្ញើក្មេងប្រុសម្នាក់ទៀតមកផ្ដល់គោលការណ៍ក្នុងការសារភាពស្រឡាញ់នាងអ្វីដែលធ្ងន់ធ្ងរជាងនេះគឺថាទោះបីជាគាត់បានជោគជ័យក្នុងការរំខានការសារភាពស្រឡាញ់របស់ក្មេងប្រុសនោះហើយរត់គេចចេញពីកន្លែងក៏ដោយក៏មិនអាចបញ្ឈប់ការជាសះបានទេបន្ទាប់មកមិនយូរប៉ុន្មានក្មេងប្រុសនោះក៏រងរបួសជើងទោះបីជាមិនមានគ្រោះថ្នាក់ដល់ជីវិតក៏ដោយប៉ុន្តែបន្ទាប់ពីត្រឡប់ទៅសាលាគាត់ក៏មិនភ្លេចរំលឹកមិត្តភ័ក្តិឲ្យស្រឡាញ់ជីវិតហើយឆ្ងាយពីមីចិនមិត្តភ័ក្តិមានការសង្ស័យខ្លះប៉ុន្តែបន្ទាប់មកមានហេតុការណ៍អស្ចារ្យតូចធំផ្សេងកើតឡើងនៅក្នុងសាលាហើយអ្នករងរបួសគ្មានករណីលើកលែងទេគឺជាក្មេងប្រុសដែលបាននិយាយជាមួយមីចិននេះធ្វើឲ្យមិត្តភ័ក្តិមានអារម្មណ៍ថាមីចិនជាមនុស្សស្រីមានអាក្រក់ហើយចាប់ផ្ដើមខ្លាចនាងដូច្នេះការពិភាក្សាអំពីមីចិនបានពង្រឹងដូចជាជំងឺឆ្លងហើយមានក្មេងស្រីមួយចំនួនក៏បានពិភាក្សាអំពីនាងនៅក្នុងថ្នាក់ថាតើនាងពិតជាមនុស្សស្រីមានអាក្រក់ឬអត់មីចិនរងការប៉ះពាល់យ៉ាងខ្លាំងនៅក្នុងអំឡុងពេលនេះឪពុករបស់នាងក៏បានសង្កេតឃើញថាកូនស្រីរបស់គាត់ដូចជាមិនសប្បាយចិត្តកាន់តែខ្លាំងឡើងហើយបានស្នើឲ្យមីចិនប្រាប់ថាប្រសិនបើនាងជួបបញ្ហាអ្វីមួយនាងត្រូវប្រាប់គាត់ឲ្យបានច្បាស់មីចិនបានឆ្លើយតបដោយសុភាពប៉ុន្តែចុងក្រោយនាងក៏មិនបានប្រាប់ឪពុកនាងទេព្រោះមិនចង់ឲ្យគាត់ព្រួយបារម្ភនាងបានជ្រើសរើសការស្ងៀមស្ងាត់នៅក្នុងថ្ងៃបន្ទាប់មីចិនកាន់តែឯកោហើយសង្ឃឹមថាមនុស្សទាំងអស់អាចមើលនាងដូចជាមនុស្សមិនអាចមើលឃើញទោះបីជាឆ្នាំសិក្សាថ្មីបានចាប់ផ្ដើមហើយក៏ដោយតែបើនាងអាចឆ្លងកាត់រយៈពេលចុងក្រោយនេះនាងនឹងអាចប្រឡងចូលសាកលវិទ្យាល័យហើយទៅរស់នៅកន្លែងថ្មីមួយទោះយ៉ាងណាក៏ដោយមានមនុស្សមួយចំនួនមិនជឿអ្វីទាំងអស់នោះទេហើយនិយាយថាខ្លួនឯងមិនអាចទ្រាំនឹងនាងបានទេដាក់អ្វីទាំងអស់លើខ្លួនឯងហើយអ្វីដែលកើតឡើងមុននេះគ្រាន់តែជាអចេតនាហើយមិនពាក់ព័ន្ធនឹងមីចិនទេពួកគេប្រហែលជាគ្រាន់តែជាអ្នកដែលត្រូវបានកំណត់ឲ្យស្លាប់នៅពេលនោះហើយមីចិនក៏បានចូលទៅក្បែរទីតាំងដែលពួកគេស្លាប់ពាក្យទាំងនេះធ្វើឲ្យមីចិនមានអារម្មណ៍កាន់តែអាក្រក់នៅក្នុងចិត្តហើយភ្លាមនោះនាងចង់បែកពីបុរសនោះដោយឲ្យនាងនឹងគេដើរផ្លូវនីមួយរបស់ខ្លួនប៉ុន្តែបុរសនោះក៏ពិតជាអស្ចារ្យទោះបីជាមីចិនមិនចង់និយាយជាមួយគេក៏ដោយគេក៏នៅតែតាមពីក្រោយមីចិនហើយក៏បានសារភាពសេចក្តីស្រឡាញ់របស់គេទើបនិយាយចប់មីចិនក៏មានអារម្មណ៍មិនល្អមួយមិនខុសពីការរំពឹងទុកទេនាងឃើញថាមានបញ្ហាអគ្គិសនីខ្ពស់នៅមិនឆ្ងាយហើយមិនទាន់បានព្រមានបុរសនោះផងបុរសនោះត្រូវបានខ្សែអគ្គិសនីខ្ពស់ដែលបាក់បែកប៉ះពាល់មីចិនភ័យខ្លាចខ្លាំងបន្ទាប់មកការនិយាយអំពីនាងក៏កាន់តែអាក្រក់មីចិនដឹងថាសាលានេះប្រហែលជាមិនមានកន្លែងណាអាចទទួលយកនាងបានទៀតហើយដូច្នេះនាងបានជ្រើសរើសបោះបង់ការសិក្សាដោយស្ងាត់បន្ទាប់ពីឪពុកនាងដឹងនិយាយមិនបានសោះគេក៏ខឹងខ្លាំងណាស់ប៉ុន្តែនិយាយអ្វីក៏ដោយមីចិននៅតែស្ងៀមស្ងាត់គ្មានវិធីណាទេឪពុកនាងត្រូវតែទៅសាលាដើម្បីស្វែងរកកូនស្រីរបស់មិត្តភក្តិម្នាក់សួរថាតើមានអ្វីកើតឡើងលើមីចិនដូច្នេះគេបានដឹងរឿងរ៉ាវទាំងអស់ហើយក្នុងចិត្តក៏មិនអាចទប់ទឹកភ្នែកបានគិតថាកូនស្រីរបស់គេត្រូវបានគេរំលោភបំពាននិងបណ្តេញចេញពេលនោះចិត្តគេត្រូវតែមានអារម្មណ៍ឈឺចាប់ណាស់ដូច្នេះឪពុកមីចិនភ្នែកក្រហមចង់នាំកូនស្រីទៅមុនពេលចាក់ចេញនៅពេលដែលគេកំពុងតែចេញពីសាលាគេបានឃើញថាតុងចិនកំពុងសម្អាតការគូររូបលើកៅអីវែងមួយហើយគេមិនអាចទប់ចិត្តសួរបានទោះបីតុងចិនមិនដឹងថាគេជានរណាក៏ដោយក៏នៅក្នុងចិត្តគេមានគំនិតដូចគ្នាហ៊ូមីចិនមិនមែនជាមុនស្នេហ៍អ្វីទេហើយតុងចិនក៏បានបង្ហាញយ៉ាងច្បាស់ថាគេនឹងរកវិធីបញ្ជាក់ពីភាពសេចក្ដីរបស់មីចិនឲ្យបាននេះធ្វើឲ្យឪពុកមីចិនមានអារម្មណ៍ប្រកបដោយអារម្មណ៍ជ្រាលជ្រៅបន្ទាប់ពីនិយាយចប់ឪពុកមីចិនបានត្រឡប់ទៅផ្ទះវិញមីចិនក៏ចាប់ផ្ដើមមិនចេញពីផ្ទះទេសង្ឃឹមថាមនុស្សទាំងអស់នឹងភ្លេចគេឲ្យបានលឿនតែអកុសលពាក្យចិញ្ចាមអារ៉ាមនៅតែបន្តដូចជារុក្ខជាតិមួយហើយបានលឿនបន្តទៅគ្រប់ជ្រុងជ្រោយនៃភូមិឪពុកមីចិនខឹងខ្លាំងណាស់ហើយបានទៅរកអ្នកជិតខាងដែលចែករំលែកពាក្យចាមអារ៉ាមនោះហើយបានវាយគ្នាតាននរណាដឹងថាមនុស្សនោះនៅតែធ្វើមុខមិនដឹងអីហើយនិយាយថាកូនប្រុសរបស់គាត់បានធ្លាក់ចុះពីម៉ាស៊ីនច្រូតស្រូវបន្ទាប់ពីសារភាពស្រឡាញ់មីចិននេះធ្វើឲ្យឪពុកមីចិនកាន់តែខឹងមីចិនគឺជាគូស្នេហ៍របស់នាងពួកគេមិនចង់ឲ្យខ្ញុំញ៉ាំទៀតទេអ្នកនៅតែមើលខ្ញុំទេដូច្នេះហើយការនិយាយក្នុងភូមិបានคล้ายជាការរំភើបហើយមានមនុស្សដែលចូលចិត្តរត់ទៅប្រាប់ម៉ែរបស់តុងចិនឲ្យនាងត្រូវតែគ្រប់គ្រងកូនប្រុសរបស់នាងឲ្យបានល្អដើម្បីជៀសវាងថ្ងៃណាមួយដែលអាចមានបញ្ហាដោយសារមីចិនមិនយូរប៉ុន្មានប៉ាមីចិនបានត្រឡប់មកផ្ទះវិញមីចិនឃើញស្ថានភាពនេះក៏បានស្នើឲ្យប៉ាឲ្យទិញចំណីឲ្យឆ្មាវិញប៉ុន្តែពេលនេះប៉ារបស់នាងនៅតែមានកំហឹងមិនទាន់ស្ងប់ទេក៏បាននិយាយមួយឃ្លាដោយផ្ទាល់ថាឆ្មាដែលគ្មានម្ចាស់ទាំងនេះគឺជារឿងអាក្រក់ហេតុអ្វីបានជាអ្នកចិញ្ចឹមវាពាក្យនេះបានប៉ះពាល់ដល់ចំណុចចាំបាច់របស់មីចិនភ្លាមសុកបំពង់ទទេដ៏ធំមួយប៉ារបស់មីចិនបានដឹងថាបានប៉ះពាល់ដល់ចិត្តកូនស្រីរបស់គាត់ក៏បានទៅហាងសម្រួលទិញចំណីឆ្មាខ្លះទោះបីជាម៉ាក់របស់តុងចិនបាននិយាយម្ដងហើយម្ដងទៀតថាមិនយកលុយក៏ដោយគាត់នៅតែបន្តទូចថាមិនអាចយករបស់គាត់ដោយឥតគិតថ្លៃបានទេខណៈដែលនៅម្ខាងទៀតមីចិនដែលទទួលបានចំណីឆ្មាបានបង្ហាញមុខញញឹមដែលកុំឲ្យប៉ារបស់មីចិនឃើញហើយក៏រីករាយណាស់គ្រប់យ៉ាងដូចជាកំពុងអភិវឌ្ឍទៅទីដែលល្អមិនត្រឹមតែតុងចិននៅពេលបញ្ចប់ការសិក្សានៅឃើញថាអាចនាំផ្កាដល់មីចិននិងថតរូបជាមួយមិត្តរួមថ្នាក់ទេប៉ុន្តែមិត្តស្រីក្នុងថ្នាក់របស់មីចិនផងដែរក៏មានគំនិតដូចគ្នាដែលធ្វើឲ្យតុងចិនរីករាយណាស់ទោះយ៉ាងណានៅពេលគាត់ទើបតែចង់ផ្ដល់ផ្កាដែលបានរៀបចំរួចជូនមីចិនទ្វារផ្ទះរបស់មីចិនក៏បានបើកភ្លាម
តុងចិនភ័យខ្លាចរត់គេចចេញតែទុកស្រមោលមួយដែលមើលទៅអាក្រក់ណាស់ឲ្យមីចិនប៉ុន្តែមិត្តស្រីដែលផ្ដោតការក៏ពិតជាមានចិត្តណាស់គឺបានយករូបថតរបស់មីចិនដាក់នៅក្បែររូបថតថ្នាក់ពិតនៅពេលមីចិនឃើញវាប្រហែលជាធ្វើឲ្យភ្នែកទឹកភ្នែករបស់នាងស្ទើរតែហូរចេញបន្ទាប់មកប៉ារបស់មីចិនក៏ចាប់ផ្ដើមប្រឹងប្រែងដែរគាត់បានឮថាតែប៉ុណ្ណោះត្រូវឆ្លងការប្រឡងផ្ទៀងផ្ទាត់សញ្ញាបត្រក៏ដូចជាបានសញ្ញាបត្រទៅបញ្ចប់ថ្នាក់វិទ្យាល័យហើយអាចទៅប្រឡងចូលសាកលវិទ្យាល័យបានដូច្នេះគាត់ចង់នាំមីចិនទៅសេអ៊ូលដើម្បីឆ្ងាយពីកន្លែងដែលពោពេញដោយពាក្យចាំអារ៉ាមនេះប៉ុន្តែពេលនិយាយទៅនិយាយមកជំងឺកាពះធ្មេញរបស់គាត់ក៏កើតឡើងវិញមីចិនពិតជាខ្វល់ខ្វាយណាស់ប៉ុន្តែគាត់វិញបានបង្ហាញថានៅពេលក្រោយទៅដល់សេអ៊ូលអ្វីដែលគាត់ចង់ធ្វើជាលើកដំបូងគឺទៅពិនិត្យធ្មេញពាក្យនេះបានផ្ដល់កម្លាំងដល់មីចិនយ៉ាងខ្លាំងដូច្នេះទោះបីជាសម្រាប់ចក្ខុវិស័យដ៏ល្អនេះក៏ដោយនាងក៏បានសម្រេចចិត្តថានាងត្រូវចាប់ផ្ដើមរៀនឡើងវិញដើម្បីដើរចេញពីគុកដែលធ្លាប់បានឃុំឃាំងនាងហើយខិតខំប្រឹងប្រែងសម្រាប់ការផ្លាស់ទៅសេអ៊ូលដូច្នេះបន្ទាប់ពីបោះបង់ការសិក្សាមីចិនបានដើរចេញពីផ្ទះជាលើកដំបូងនាងបានស្នើសុំទៅជួយឪពុកដាំដំឡូងដើម្បីជួយឪពុកមិនឲ្យធ្វើការលើសកម្លាំងនេះបានធ្វើឲ្យឪពុករបស់នាងមានអារម្មណ៍ចាប់អារម្មណ៍យ៉ាងខ្លាំងហើយបាននិយាយថាតោះយើងចូលរួមដំណើរទស្សនកិច្ចនេះដូចជាការជួបជុំរបស់យើងទាំងពីរហើយរីករាយជាមួយវាមីចិនញឹមយ៉ាងភ្លឺស្វាងប៉ុន្តែហេតុការណ៍មិនគួរឲ្យរំពឹងបានកើតឡើងយ៉ាងឆាប់រហ័សខណៈពេលនាងកំពុងយកដំឡូងទៅឲ្យឪពុកនាងសត្វពស់ពលមួយបានលោតចេញមកភ្លាមបន្ទាប់ពីសំឡេងស្រែកជួយឪពុករបស់មីចិនបានរត់មកយ៉ាងលឿនប៉ុន្តែពេលនោះមីចិនបានស្ទើរតែស្លាប់ដើម្បីឲ្យមីចិនរស់រានមានជីវិតឪពុកនាងមិនបាននិយាយអ្វីទេហើយបានជួយមីចិនដោយបូមឈាមពុលចេញនេះធ្វើឲ្យមីចិនសម្បីតែបានសង្គ្រោះជីវិតប៉ុន្តែពេលនាងភ្ញាក់ឡើងវិញឪពុកនាងបានស្លាប់ស្មារតីហើយមីចិនភ្លាមគិតថានឹងហៅមនុស្សមកជួយឪពុកនាងប៉ុន្តែឪពុកនាងដឹងច្បាស់ថាគាត់មិនអាចរស់បានទៀតទេដូច្នេះដើម្បីមិនឲ្យកូនស្រីនាងចុះក្នុងការសាបសូន្យរបស់មុនស្នេហ៍ម្ដងទៀតគាត់មានតែបញ្ជាដែលគឺឲ្យមីចិនរត់គេចទៅភ្លាមចេញឆ្ងាយពីក្បែរគាត់ហើយត្រឡប់ទៅផ្ទះវិញហើយមីចិនដើម្បីឲ្យគាត់មានចិត្តស្ងប់ស្ងាត់នាងក៏ត្រូវតែមិនអើពើនឹងអ្នកភូមិដែលកំពុងរត់មកយ៉ាងលឿនហើយបានប្រាប់ឪពុកនាងជាច្រើនដងថាមិនមាននរណាដឹងថាពេលដែលគាត់មានបញ្ហានាងនៅក្បែរគាត់ពេលទៅដល់ទីនេះឪពុកនាងបានស្ងប់ស្ងាត់ទៅហើយក៏ចាប់តាំងពីថ្ងៃនោះមកមីចិនបានក្លាយជាមនុស្សហែងអិតទាំងស្រុងមនុស្សបានហៅនាងថាជាមុនស្នេហ៍ដែលសម្លាប់ឪពុករបស់ខ្លួនផងនាងមិនអាចទ្រាំទ្របានទៀតទេចុងក្រោយបានរត់គេចខ្លួនដូចជាកំពុងរត់គេចពីភូមិដែលនាងធំឡើង